សែនអាណិតជីវិតអ្នកប្រដាល់ខ្មែរគេឈ្មោះល្បាញល្បីហោហាយប៉ុន្តែចំណូលមិនសូវបានល្អសែនអន់ចិត្តពេលចាញ់នាំគ្នាបន្ទោសកោពេលឈ្នះត្រេកអគាំទ្រទាំងដៃអួតសសាកីឡាក៏ខ្លាំងខ្វះខាតរោគអ្វីវឹកហាត់មិនបានមានតែកងឡានយកការរងជ្រកសាច់វឹកហាត់ទ្រាត់ធៀងស្ទើបាំងជើងគ្មានអ្នកជ្រុំជើងគ្មានអ្នកលើកស្ទួយគ្មានអ្នកណាមើលឃើញតើថ្ងៃណាយើងនឹងមានកិត្តិយសដូចជាគេឡើងសៃវីនមិនមែនលំលងយឺហូស្រោចជោគជមលាជាមួយលោហិតខំប្រឹងតស៊ូទាំងកាយទាំងចិត្តដើម្បីគេឈ្មោះកិត្តិយសជូនជាតិមាតុភូមិយើងកីឡាក៏ខ្លាំងខ្វះខាតរោគអ្វីវឹកហាត់មិនបានមានតែកងឡានយកការរងជ្រកសាច់វឹកហាត់ទ្រាត់ធៀងស្ទើបាំងជើងគ្មានអ្នកជ្រុំជើងគ្មានអ្នកលើកស្ទួយគ្មានអ្នកណាមើលឃើញតើថ្ងៃណាយើងនឹងមានកិត្តិយសដូចជាគេឡើងសៃវីនមិនមែនលំលងយឺហូស្រោចជោគជមលាជាមួយលោហិតខំប្រឹងតស៊ូទាំងកាយទាំងចិត្តដើម្បីគេឈ្មោះកិត្តិយសជូនជាតិមាតុភូមិយើងខំប្រឹងតស៊ូទាំងកាយទាំងចិត្តដើម្បីគេឈ្មោះកិត្តិយសជូនជាតិមាតុភូមិយើងឡើងសៃវីនមិនមែនលំលងយឺហូស្រោចជោគជមលាជាមួយលោហិតខំប្រឹងតស៊ូទាំងកាយទាំងចិត្តដើម្បីគេឈ្មោះកិត្តិយសជូនជាតិមាតុភូមិយើងដើម្បីគេឈ្មោះកិត្តិយសជូនជាតិមាតុភូមិ